សម្រាប់ម្ហូបខ្មែរនេះមួយបើសិនជាយើងមានឈាមជ័រជាខ្មែរទោះបីជាយើងទៅរស់នៅដល់ប្រទេសណាបានសាកម្ហូបរបស់គេឆ្ងាញ់ប៉ុណ្ណាក៏ដោយតម្លៃថ្លៃប៉ុណ្ណាក៏ដោយខ្ញុំជឿថាបានតាមរយៈខ្លីឯច្បាស់ជានឹកឃើញដល់ម្ហូបខ្មែររបស់យើងហើយពិសេសហ្នឹងគឺអ្នកដែលរស់នៅស្រុកក្រៅហ្នឹងហ្មងពេលដែលគាត់ត្រឡប់មកស្រុកខ្មែរម្ដងគឺគាត់ចង់ស្វែងរកហាងណាដែលមានម្ហូបខ្មែរចម្រុះគ្រប់បែបយ៉ាងដូចនៅរំយោលហ្នឹងចឹងសម្រាប់ម្ហូបខ្មែរនៅរំយោលនេះខ្ញុំគិតថាមិនចាំតែអ្នកដែលរស់នៅស្រុកក្រៅទេសូម្បីតែយើងដែលរស់នៅស្រុកខ្មែររាល់ថ្ងៃគ្រាន់តែឃើញមុខម្ហូបរបស់គាត់ទាំងអស់ហ្នឹងក៏យើងនឹកឃើញចង់ទៅសាកដែរដោយសារតែគាត់បកកាយក្នុងការដែលកោះយកម្ហូបចាស់ចាស់ពីមុនហ្នឹងយកមកសាកអស់ហើយដូចថ្ងៃនេះអញ្ចឹងគឺគាត់មានសឡម្ជូរត្រួយ7ជាមួយត្រីកញ្ចុះហើយអាម្ហូបទាំងអស់ហ្នឹងគ្រាន់តែយើងឃើញក៏យើងនឹកឃើញកាលដល់ពីក្មេងអញ្ចឹងទៅដែលយើងយកអាកូនត្រីតូចៗហ្នឹងយកមកស្លម្ជូរមួយត្រួយ7មួយអីចឹងណានៅរំយោលនេះខ្ញុំទៅសើគាត់ត្រង់គាត់បកកាយរករកអារបស់សែដូចមានក្តាមសែមានត្រីកញ្ចុះមានកំពឹសមានត្រីឆ្លូញត្រីកញ្ជ្រូកត្រីអីនេះហើយអារបស់ទាំងអស់នេះត្រូវជាមួយស្លម្ជូរស្លប្រហើរស្លអីរបស់ខ្មែរយើងហ្នឹងហ្មងហើយរបស់ហ្នឹងគឺគាត់មិនមែនទិញពីផ្សារទេគឺគាត់ទៅទិញពីទូកពីអីគេផ្ទាល់មកហ្មងគឺឲ្យអ្នកនេសាទតាមស្រុកស្រែតាមភូមិតាមអីហ្នឹងគឺរកមកឲ្យគាត់ហ្មងគឺគាត់អត់ទិញពីផ្សារទេហើយដូចតែបងប្អូនឃើញអញ្ចឹងគឺនៅរស់សោះហ្មងគឺគាត់ដងមកយកទៅស្លទៅអីប្រចាំថ្ងៃលក់មួយថ្ងៃអស់ហើយសម្រាប់ហាងរបស់គាត់វិញគឺលក់ដាច់ខ្លាំងហ្មងម្ហូបខ្មែររបស់គាត់ឲ្យតែម៉ោងមិន10កន្លះអីហ្នឹងគឺចាប់ផ្ដើមចូលពេញដូចតែបងប្អូនឃើញចឹងហើយបើបងប្អូនចង់បានម្ហូបខ្មែរចំអីហ្នឹងចម្រុះគ្រប់មុខអីហ្នឹងបងប្អូនមករំយោលនេះគឺមានគ្រប់ទាំងអស់មិនថាមុខម្ហូបមួយណាក៏គាត់មានដែរគឺសម្បូរបែបផងសឹងថាគ្មានម្ហូបខ្មែរមួយណាដែលគាត់អត់មាននៅក្នុងហាងទេហើយថ្ងៃនេះវិញគឺគាត់មានអាសឡម្ជូរត្រួយ7ជាមួយនឹងត្រីកញ្ចុះជាមួយនឹងត្រីកញ្ជ្រូកអីរបស់គាត់ហ្នឹងហើយគាត់មានជាមួយនឹងសឡកកូត្នោតគាត់មានត្រីចៀនស្វាយទុំហើយខ្ញុំរីកមិនឲ្យបងប្អូនកំងឈុតក្តីស្រឡាញ់របស់គាត់នេះឈុតក្តីស្រឡាញ់របស់គាត់ហ្នឹងមកចង្អេដែលគាត់លើកមកហ្នឹងមានតាំងពីនំខ្មែរសម្រាប់លាងមាត់ទៀតហើយក្រៅពីហ្នឹងគឺគាត់មានទឹកគ្រឿងខ្មែរគាត់មានត្រីដែងពងអីហ្នឹងរបស់គាត់គាត់មានកែបបោកមានត្រីឆ្លូញកំងតែឈុតក្តីស្រឡាញ់របស់គាត់ហ្នឹងមួយហ្នឹងមកគឺគ្នា3 4នាក់អីគឺមកឆ្អែតហ្មងហើយបងប្អូនចង់កំងជាមួយនឹងសឡម្ជូរសឡអីរបស់គាត់បន្ថែមទៀតក៏មានដែរគាត់មានម្ជូរខួរក្តាមរបស់គាត់នេះអានេះជា signature ប្រចាំហាងរបស់គាត់ហើយក្រៅពីហ្នឹងក៏យើងអាចកំងជាមួយនឹងជ្រូកសែប្រដាក់របស់គាត់នេះជ្រូកសែប្រដាក់របស់គាត់ហ្នឹងអាំងភ្លាមនៅកន្លែងកាត់ហេតុដូចបងប្អូនឃើញអញ្ចឹងហើយកាប់មកស្រួយមកចុចជាមួយនឹងប្រហុកក្រងរបស់គាត់ហ្នឹងអែមហើយនៅកន្លែងរបស់គាត់ក្រៅតែពីមុខម្ហូបទាំងអស់ហ្នឹងគឺនៅខាងមុខដូចផ្សារមួយអញ្ចឹងគឺគាត់ដាក់លក់ផ្លែឈើផ្លែអីសូម្បីតែប្រភេទលៀសនេះក៏គាត់ដាក់លក់នៅជាមួយផ្លែឈើហ្នឹងដែរបងប្អូនចង់បានលៀសស្រស់អីហ្នឹងទៅទិញអាហ្នឹងតែដូចផ្សារអញ្ចឹងហើយនំខ្មែរនំអីរៀបចំពេញហ្នឹងទាំងអស់នៅក្នុងហាងហ្នឹងគឺគាត់មានប្រឡោះមួយសម្រាប់ហាលថ្ងៃហ្នឹងគឺគាត់ដាក់ក្រែមួយហ្នឹងក្រែកាតេលមួយហ្នឹងប្រឡាក់លៀសភ្លាមឲ្យបងប្អូនមើលទាំងអស់គ្នាហ្នឹងជាធម្មតាយើងធ្លាប់តែឃើញគេចុចលៀសជាមួយនឹងទឹកត្រី7ទុំប៉ុន្តែបើគាត់ក៏អត់ប្រើទឹកត្រី7ទុំទេគាត់ប្រើជាមួយនឹងម្ជូរសដានហ្នឹងគាត់មានអាប្រភេទយកសដានទៅអាំងយកមកធ្វើទឹកជ្រលក់ហ្នឹងចុចមួយលៀសក៏បានហើយគាត់មានអាម្ជូរសដានខ្ចីហ្នឹងច្រាមអីហ្នឹងយកមកធ្វើទឹកជ្រលក់ហ្នឹងបានពីរមុខទៀតអានេះប្លែកអានេះខ្ញុំគិតថាម៉ណុយរបស់គាត់នេះអានេះគាត់មុនគេហើយសម្រាប់ហាងរំយោលហ្នឹងទីតាំងរបស់គាត់នៅខាងម្ដុំក្រោយសាលាបឋមសិក្សាទូកកហើយទីតាំងរបស់គាត់ធំទលាយមានចំណតជុំវិញហាងអញ្ចឹងគាត់នៅចំកែងហើយយើងមើលពីតុការរៀបចំហាងអីរបស់គាត់គឺ comfort ស្រួលអង្គុយស្រួលអីអញ្ចឹងទៅធំទលាយហើយគាត់មានទាំងក្រៅទាំងក្នុងបងប្អូនចង់អង្គុយនៅក្នុងកញ្ចុះក៏បានចង់អង្គុយខាងក្រៅហ្នឹងក៏បានចង់ចូលទៅខាងក្នុងម៉ាស៊ីនត្រជាក់អីហ្នឹងក៏បានដែរហើយខាងក្នុងគាត់មានទាំងលើទាំងក្រោមហើយដូចតែបងប្អូនឃើញខ្ញុំបង្ហាញជូនអញ្ចឹងគឺទាំងក្រោមទាំងលើទាំងក្នុងទាំងក្រៅទាំងនៅកញ្ចុះអីហ្នឹងគឺពេញហ្មងអានេះចាប់ផ្ដើមពីម៉ោង10កន្លះហ្នឹងគឺភ្ញៀវចាប់ដើមបុកចូលពេញយកមកដោយសារតែម្ហូបខ្មែររបស់គាត់នៅហ្នឹងគឺវាចម្រុះសពមុខដូចខ្ញុំនិយាយចឹងគឺស្អីក៏មានដែរមិនថាអ្នកដែលរស់នៅស្រុកខ្មែររាល់ថ្ងៃមិនថាអ្នកដែលទៅមកពីស្រុកក្រៅទេគឺបុកទៅហាងរបស់គាត់ដែរដោយសារអីគាត់ប្រកែកោះយកអាម្ហូបទាំងអស់ហ្នឹងយកមកចែកជូនបងប្អូនបានភ្លក់បានភាសាអញ្ចឹងណានិយាយទៅខ្ញុំស្រឡាញ់នៃការរៀបចំមុខម្ហូបរបស់គាត់នៅក្នុងហាងរំយោលហ្នឹងហ្មងដោយសារអីគាត់បើកហាងគឺគាត់លះយកហ្មងមិនន័យថាបើគាត់ដាក់ចិត្តតែបើកម្ហូបខ្មែរហើយអញ្ចឹងប្រភេទម្ហូបខ្មែរស្អីក៏មានដែរនៅក្នុងហាងរបស់គាត់កោះយកមកអស់ហើយតាំងពីប្រភេទកូនត្រីកញ្ជ្រូកត្រីកញ្ចុះត្រីអីដែលបងប្អូនឃើញអញ្ចឹងអាទាំងអស់ហ្នឹងមិនមែនងាយរកទេបងប្អូនហ្នឹងតើតែយើងស្គាល់អ្នកនេសាទណាដែលគាត់រកប្រភេទត្រីតូចអីចឹងមកបានអាចទៅរកម៉ូយទាំងអស់ហ្នឹងមកបានអញ្ចឹងហើយសម្រាប់បងប្អូនដែលទៅមកពីស្រុកក្រៅឬមួយក៏បងប្អូនដែលចូលចិត្តម្ហូបខ្មែរចង់រកម្ហូបខ្មែរកន្លែងណាដែលមានចម្រុះគ្រប់មុខអីចឹងគឺបងប្អូនអាចទៅសាកនៅរំយោលបានហើយសម្រាប់រសជាតិកន្លែងរបស់គាត់ម្ហូបរបស់គាត់ឆ្ងាញ់សឹងគ្រប់មុខអាហ្នឹងបងប្អូនអាចទៅសាកទាំងអស់គ្នាបានហើយខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ